សូមមើលជាមួយគ្នាព្រះគម្ពីរម៉ាថាយជំពូកទី5ខ41ព្រះបន្ទូលព្រះបានមានបន្ទូលថាបើអ្នកណាបង្ខំឲ្យអ្នកទៅអស់មួយយោជន៍នោះចូលទៅជាមួយនឹងគេដល់2យោជន៍ផងអូខេនេះគឺជាពាក្យសម្ដីដែលចេញពីមាត់របស់ព្រះយេស៊ូវគ្រីស្ទមួយម៉ាត់ទៀតដើម្បីឆាប់យល់ព្រះយេស៊ូវគ្រីស្ទទ្រង់មានន័យថាកុំទៅតែមួយយោជន៍ទៅ2យោជន៍ផងជាថ្ងៃនេះខ្ញុំចង់អធិប្បាយអំពីមេរៀនដែលចេញពីមាត់របស់ព្រះយេស៊ូវគ្រីស្ទដែលមានចំណងជើងថាកុំទៅតែមួយយោជន៍ទៅ2យោជន៍ផងកុំទៅតែមួយយោជន៍ទៅ2យោជន៍ផងសូមសម្រុំចិត្តបិទភ្នែកយើងអធិដ្ឋានបិតាដ៏ជាព្រះទូលបង្គំយើងខ្ញុំអរគុណព្រះអង្គទូលយើងដឹងថាផែនដីនេះកំពុងតែរង្គើដោយសារតែអំណាចដោយសារតែអំនួតរបស់មនុស្សដែលព្យាយាមបាញ់សម្លាប់គ្នាកំពុងតែឈ្នានីគ្នាទៅវិញទៅមកប៉ុន្តែយើងអរគុណព្រះដែលយើងអាចនៅតែជួបគ្នាហើយសិក្សាព្រះបន្ទូលព្រះព្រះអង្គឲ្យសូមបន្ទាបចិត្តយើងខ្ញុំឲ្យយើងខ្ញុំអាចនឹងបើកចិត្តទទួលយកអស់ទាំងពាក្យសម្ដីអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គសូមជួយកូនទាំងអស់គ្នាឲ្យយល់យ៉ាងជ្រាលជ្រៅពីព្រោះបើយើងគ្រាន់តែស្ដាប់ហើយយើងអត់អាចប្រព្រឹត្តតាមមានន័យថាយើងកំពុងតែបញ្ឆោតខ្លួនឯងហើយសូមជួយទូលបង្គំយើងខ្ញុំប្រហែលជាមានអំពើបាបមួយចំនួនដែលយើងខ្ញុំបានធ្វើសូមអត់ទោសប៉ុន្តែយើងខ្ញុំមានចិត្តបរិសុទ្ធនៅវេលាព្រឹកនេះសូមប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាអរគុណព្រះសម្រាប់ពួកជំនុំអរគុណព្រះសម្រាប់លោកគ្រូស៊ីមៀននិងគ្រូសាដែលបានមានចំណាយដ៏ធំធេងដឹកនាំទាំងយប់ថ្ងៃអធិដ្ឋានទាំងគ្រប់ពេលវេលាសម្រាប់វងឈាមរបស់ព្រះអង្គសូមថ្វាយការអធិប្បាយនេះនៅក្នុងព្រះនាមអង្គចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអរគុណច្រើនបងប្អូនទាំងគ្នាសូមសម្រួលអេរយ៉ាបតវិញម្ដងទៀតកុំទៅតែ2យោជន៍ទៅ2កុំទៅតែ1យោជន៍ទៅ2យោជន៍ផងមានន័យយ៉ាងណាអូខេប្រហែលជាបងប្អូនអត់មានណាគេអធិប្បាយឲ្យបងប្អូនដឹងទេប្រហែលឬក៏បងប្អូនអត់ធ្លាប់ឮអំពីឃ្លានេះប៉ុន្តែព្រឹកនេះអរគុណព្រះដើម្បីយើងអាចមុនពេលដែលយើងចូលដល់មេរៀនរបស់យើងខ្ញុំចង់សួរសំណួរបងប្អូន1ទៅ2ទៅ3សំណួរទី1តើគ្រប់យ៉ាងដែលបងប្អូនធ្វើដើម្បីអ្នកដទៃគិតថាបងប្អូនជាមនុស្សល្អឬពិតជាបងប្អូនកំពុងតែព្យាយាមធ្វើដើម្បីផ្គប់ចិត្តដល់ព្រះសំណួរទី2តើអ្វីដែលកំពុងទប់បងប្អូនយ៉ាងជាប់នៅក្នុងយោជន៍ទី1ដែលបងប្អូនមិនអាចឈានជើងទៅដល់យោជន៍ទី2សំណួរចុងក្រោយខ្ញុំចង់ឲ្យបងប្អូនសួរខ្លួនឯងបើសិនជាមានគេសម្លឹងមើលជីវិតបងប្អូនតើជីវិតបងប្អូនដូចជាព្រះអង្គព្រះគ្រីស្ទឬក៏ដូចជាលោកីជាងនេះជាសំណួរដែលយើងនឹងព្យាយាមឆ្លើយនៅវេលាព្រឹកនេះបងប្អូនទាំងគ្នានៅក្នុងមេរៀនដែលយើងអានបីនេះគឺជាប្រវត្តិសាស្ត្រនៅក្នុងសម័យព្រះយេស៊ូវប្រហែលឆ្នាំ27ដល់30នៃគ្រិស្តសករាជទាហានរ៉ូម៉ាំងមានអំណាចមែនទែនពួកគាត់មានសិទ្ធិបង្ខំមនុស្សជាពិសេសជនជាតិយូដាបង្ខំពួកគេបើសិនជាឃើញពួកគេកំពុងតែដើរគេមានសិទ្ធិឲ្យជនជាតិនោះរែកបន្ទុករបស់គេលីអវ៉ាន់របស់គេរយៈពេល1យោជន៍នេះជាច្បាប់ដែលបានចែងនៅក្នុងច្បាប់ Agaria បើមិនសិនជាបងប្អូនបានឃើញច្បាប់នេះត្រូវបានចែងមានន័យថាទាហានរ៉ូម៉ាំងមានសិទ្ធិពីព្រោះវាបានចែងនៅក្នុងរដ្ឋធម្មនុញ្ញថាទាហានអាចបញ្ជាជនជាតិស៊ីវិលឲ្យជួយលីអវ៉ាន់របស់គេសម្រាប់រយៈពេល1យោជន៍ហើយបងប្អូនដឹងហើយថា1យោជន៍ជំនាន់មុនមិនដូចឥឡូវទេស្បែកជើងក៏មិនមែនស្បែកជើងប៉ាតាដែលយើងពាក់ផ្លូវក៏មិនល្អបងប្អូនដឹងថាពិបាកយ៉ាងណាបងប្អូនសាកសម័យខ្លួនឯងបើសិនជាបងប្អូនរស់នៅចំនួននោះបងប្អូនកំពុងតែដើរសប្បាយជាមួយមិត្តភ័ក្តិដើរលេងសប្បាយជាមួយនឹងក្រុមគ្រួសារស្រាប់តែទាហានថាឈប់ជួយលីអវ៉ាន់ខ្ញុំទាំងយើងកំពុងតែសប្បាយឬក៏យើងកំពុងតែមានផែនការសម្រាប់ទៅណាមួយទៅកន្លែងណាមួយអញ្ចឹងយើងខឹងហ្មងយើងអត់ចង់ធ្វើប៉ុន្តែនេះជាច្បាប់របស់ជនជាតិរ៉ូមគឺបញ្ជាហើយនិយាយធ្ងន់ដាក់មិនមែនបងឲ្យសុំជួយរែកបន្ទុកខ្ញុំផងអត់ទេបញ្ជាខ្លាំងមើលម៉ាត់ណៃត្រូវធ្វើយើងមិនថាយើងកំពុងតែសប្បាយកំពុងតែជួបជុំគ្រួសារមិត្តភ័ក្តិឬក៏យើងមានផែនការទៅស៊ីការគេពាក់កៅអៅស្អាតបាតមិនក្តៅតែយើងឃើញពួកហ្នឹងយើងមិនមានចម្លើយទេក្រៅពីធ្វើតាម
ពេលដែលយើងធ្វើតាមវាបង្ហាញថាវាជាការនឿយហត់ហើយអាម៉ាស់ត្រូវគេប្រើដូចជាសត្វវាជាសញ្ញាបញ្ជាក់ពីការគៀបសង្កត់នៅក្នុងចំណន់នោះប៉ុន្តែខណៈពេលដែលគេប្រើពួកសិស្សនិងអ្នកផ្សេងទៀតលីអាវ៉ាន់ទៅមួយយោជព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថាម៉េចបើអ្នកណាក្នុងចំណោមទាហាននឹងបង្ខំឲ្យអ្នកទៅអស់មួយយោជនោះចូលទៅជាមួយនឹងគេពីរយោជផងនេះជាពាក្យសម្ដីរបស់ព្រះយេស៊ូវគ្រីស្ទមួយយោជស្មើនឹង 1.6 គីឡូនេះមិនមែនជាការផ្ចាញ់ផ្សាលទេនេះគឺជាការឬក៏មិនមែនជាការគ្រាន់តែដើរទៅមុខធ្វើតាមអ្វីដែលព្រះប្រាប់ទេវាគឺជាការធ្វើលើសពីសេចក្តីត្រូវការគឺចេញអំពីសេចក្តីស្រឡាញ់ចេញអំពីប្រគុណចេញអំពីឆន្ទៈក្នុងការដែលបម្រើអ្នកដទៃនេះបញ្ញត្តិរបស់ព្រះយេស៊ូវដែលបានបង្ហាញថាមានអំណាចដែលអាចកើតឡើងនៅក្នុងយោជទី2អូខេហេតុអីខ្ញុំចង់តគ្នាពិចារណាខ្ញុំមកផ្លែតបើវងកញ្ចក់គិតអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានធ្វើគិតអ្វីទ្រង់ធ្វើព្រះយេស៊ូវគ្រីស្ទទ្រង់លីឈើឆ្កាងឡើងទៅកាន់ភ្នំកាល់វរីចម្ងាយប្រហែល600ម៉ែត្រទៅ1គីឡូហើយបងប្អូនដឹងហើយឡើងភ្នំលេខឡោឆ្វេងស្ដាំគិតទៅវាប្រហែលជាមួយយោជទ្រង់លីទៅមិនទម្លាក់ចោលទេទ្រង់មិនមែនគ្រាន់តែលីឈើឆ្កាងតែមួយមុតទេណោះទ្រង់លីទៅដល់ភ្នំកាល់វរីប៉ុន្តែចាំការលីឈើឆ្កាងតែមួយមុខមិនគ្រាន់សម្រាប់សង្គ្រោះមនុស្សទាំងអស់ទេទ្រង់ទៅមុខបន្ថែមទៀតទៅបន្តទ្រង់លះបង់ជីវិតទ្រង់នៅលើឈើឆ្កាងរហូតដល់ទ្រង់សុគតបន្ទាប់មកទៀតទ្រង់មានប្រជញ្ញរស់ឡើងវិញនេះហើយដែលហៅថាយោជទី2គ្មានយោជទី2គ្មានសេចក្តីសង្គ្រោះគ្មានយោជទី2យើងនៅតែវង្វេងហើយបាត់បង់គ្មានសង្ឃឹមគ្មានតម្លៃនោះហើយយើងគ្រាន់តែរស់ដូចជាអ្នកផ្សេងទៀតចឹងហើយទិបយោជទី2គឺសំខាន់មិនមែនគ្រាន់តែជាពាក្យសម្ដីឬក៏គ្រាន់តែដើរទៅប៉ុណ្្នឹងទេមុនដែលយើងអាចនឹងយល់អំពីយោជទី2យើងត្រូវតែយល់សិនតើអ្វីដែលជាយោជទី1ចំណុចទី1យោជទី1ជាផ្លូវនៃកាតព្វកិច្ចបងប្អូនបានដឹងនៅក្នុងព្រះគម្ពីរម៉ាថាយដែលបងប្អូនបានអានមិញជាមួយខ្ញុំបងប្អូនបានឃើញថាអ្នកណាបង្ខំឲ្យអ្នកទៅចូលទៅវាបការបង្ខំមិនទៅវាជាច្បាប់ជាយោជនៃការស្ដាប់មកកប់ដែលជាការចាំបាច់ដែលច្បាប់តម្រូវយើងធ្វើយើងអត់មានជំរើសលោកអ្នកលោកីមិនមែនជាអ្នកជឿព្រះក៏ធ្វើយើងអ្នកជឿព្រះក៏យើងធ្វើជាយោជនៃការផ្ដាល់តាមការដែលត្រូវធ្វើបើសិនជាបងប្អូនមើលមិញយើងបានរៀនច្រើនតើតើនៅព្រះគម្ពីររ៉ូមជំពូក13ខ7រ៉ូមជំពូក13ខ7ដែលថាដូច្នេះចូលសងដល់លោកទាំងនោះតាមដែលជាពាក់ចោះគឺឲ្យបង់ពន្ធខ្លួនដល់លោកណាដែលត្រូវទទួលបង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយត្រូវមានសេចក្តីកោតខ្លាចចំពោះលោកណាដែលគួរកោតខ្លាចគោរពប្រតិបត្តិដល់លោកណាដែលគួរគោរពដែរនេះជាយោជទី1ជាយោជនៃកាតព្វកិច្ចយើងស្ដាប់តាមព្រះឲ្យយើងនៅក្នុងភូមិនេះយើងមានមេភូមិសិស្សសាលាយើងមានស្អីគេយើងមានប្រធានថ្នាក់មែនទេប្រទេសជាតិមួយយើងមានមេភូមិមេឃុំមេសកាត់យើងមាននៅចៅហ្វាយខេត្តចៅហ្វាយក្រុងយើងមានដល់នាយករដ្ឋមន្ត្រីនេះជាយោជទី1ជាយោជនៃការទៀងត្រង់តាមការដែលត្រូវបម្រើម្នាក់ណាដែលកិច្ចផុតអំពីការបម្រើអ្នកណាកិច្ចផុតបងប្អូនសាកគិតមើលនេះកិច្ចផុតសូម្បីតែគ្រូវង្សវាលក៏កិច្ចអត់ផុតដែរយើងត្រូវតែបម្រើវងឈាមរបស់ព្រះកិច្ចអត់ផុតពីការបម្រើអញ្ចឹងពេលដែលយើងបម្រើព្រះនឹងឲ្យមានចង្វាយជាក់ស្ដែងនៅក្នុងព្រះគម្ពីរអេភេសូសូមអញ្ជើញបងប្អូនទៅមើលព្រះគម្ពីរអេភេសូចំពុក6ខ5បាទព្រះគម្ពីរអេភេសូខ្ញុំគិតថាព្រះគម្ពីរនេះគួរឲ្យក្មេងៗណោះក្មេងៗចាំហ្មងព្រះគម្ពីរអេភេសូចំពុក6ខ5
អ្នកបំរើរាល់គ្នាអើយចូលស្ដាប់បង្គាប់ចំបាច់ខ្លួនខាងសាច់ឈាមដោយគោរពកត់ខ្លាចហើយញាប់ញ័រព្រមទាំងមានចិត្តទៀងត្រង់ដូចជាដល់ព្រះគ្រីស្ទអ្នកបំរើរាល់គ្នាអើយអ្នកណាខ្លះអ្នកជឿព្រះអ្នកមិនជឿព្រះយើងខ្ញុំជាអ្នកបំរើពេលដែលយើងមានអាការការដែលធ្វើយើងធ្វើដោយទៀងត្រង់ពីព្រោះវាជាយោជន៍នៃផ្លូវនៃកាតព្វកិច្ចបងប្អូនអ្នកគ្នាយោជន៍ទី1គឺជាមូលដ្ឋានគ្រឹះរបស់មនុស្សគ្រប់រូបយោជន៍ទី1គឺជាអ្វីជាផ្លូវនៃកាតព្វកិច្ចដែលមានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងជីវិតគ្រីស្ទានអត់មានផ្លូវកាត់ទេបើសិនជាបងប្អូនចង់រីកចម្រើនបងប្អូនត្រូវទៅចូលតាមយោជន៍ទី1រហូតដល់យោជន៍ទី2ដូចជាបើសិនជាបងប្អូនចង់រីកចម្រើនបងប្អូនមិនអាចរំលងការលើកទឹកចិត្តពីអ្នកដឹកនាំពីគ្រូបង្រៀនយើងបានទេយើងត្រូវតែចូលទៅតាមផ្លូវទៅតាមច្បាប់យោជន៍ទី1គឺសំខាន់គ្មានផ្លូវកាត់ជាក់ស្ដែងក្មេងៗមិនអាចជាធ្វើអីដោយមិនបានការអនុញ្ញាតពីពុកម្ដាយពីព្រោះវាជាយោជន៍ទី1ដូចគ្នាកន្លែងក្រុមហ៊ុនអញ្ចឹងយើងមិនចេះតែដាក់ច្បាប់សុំច្បាប់ធ្វើអីតាមចិត្តគឺមានយោជន៍ទី1វាជាមូលដ្ឋានគ្រឹះដែលគ្រប់គ្នាត្រូវបំពេញជាក់ស្ដែងដូចជាច្បាប់ចរាចរណ៍ជាក់ស្ដែងដូចជាកន្លែងធ្វើការងារការដាក់ច្បាប់ការស្នើអ្វីមួយបងប្អូនត្រូវទៅតាមច្បាប់របស់គេជាក់ស្ដែងដូចជាកិច្ចការក្នុងគ្រួសារបើសិនជាឪពុកនៅម្ដាយមិនចេះតែធ្វើតាមចិត្តនោះទេបងប្អូនអ្វីដែលសំខាន់សូមចាំទោះជាគ្រីស្ទានក៏ដោយយើងត្រូវបានរំពឹងនេះតាមរយៈព្រះយេស៊ូវគ្រីស្ទកុំគ្រាន់តែទៅយោជន៍ទី1យើងដឹងថាអូព្រះពិតជាចង់ឲ្យយើងទៅយោជន៍ទី1ហើយទៅឲ្យផុតយោជន៍ទី1ទៅដល់យោជន៍ទី2មានន័យថាយើងត្រូវបានរំពឹងថានឹងធ្វើកាតព្វកិច្ចមូលដ្ឋាននេះដោយស្មោះត្រង់ហើយគ្រប់ជំពូកតើមានអារម្មណ៍បែបណាបើសិនជាបលិសផាយប់ឡើងជាអកលយើងមានជាអកលហើយយើងជាគ្រីស្ទានយើងមិនអាចបំពេញកាតព្វកិច្ចនេះវាគ្រាន់ជាមូលដ្ឋានយើងធ្វើអត់បានអញ្ចឹងយោជន៍ទី1សំខាន់ណាបងប្អូនទាំងអស់គ្នាប៉ុន្តែបើយើងរស់នៅត្រឹមតែយោជន៍ទី1នោះយើងក៏មិនខុសពីលោកីនេះដែរព្រះយេស៊ូវគ្រីស្ទត្រាស់ហៅយើងសម្រាប់កិច្ចការដ៏ខ្ពស់ជាងឆ្ងាយជាងប្រសើរជាងមានរង្វាន់ដែលបានត្រៀមទុកនៅយោជន៍ទី2បងប្អូនសាកសម័យមើលទេហ៊ានលីសក្ដោរបស់ខ្លួនហេតុអីព្រោះគាត់ត្រូវគេបញ្ជាធ្វើអញ្ចឹងអ្នកបម្រើបំពេញកិច្ចការរបស់ខ្លួនយ៉ាងត្រឹមត្រូវហេតុអីពីព្រោះបើមិនអញ្ចឹងទេគេដាក់ទរណកម្មឬក៏គេកាត់លុយកម្មករម្នាក់ប្រឹងធ្វើការទាំងកណ្ដាលថ្ងៃហេតុអីព្រោះតកែគាត់កំពុងមើលគាត់សិស្សប្រឹងហ្មងធ្វើកិច្ចការផ្ទះកិច្ចការសាលាហេតុអីខ្លាចគ្រូដកបន្ទុកនោះមិនមែនជាគ្រីស្ទានទេអ្វីដែលយើងធ្វើយើងមិនមែនធ្វើត្រឹមតែយោជន៍ទី1ទេមិនមែនធ្វើគ្រាន់តែជាកាតព្វកិច្ចទេយើងទៅមុខយើងបំភ្លឺបន្ថែមទៀតយើងបន្តឲ្យលើសជាងអ្វីដែលគេបានដាក់យើងធ្វើប្រាំពីលូកាចំពុក17ថាម៉េចឯអ្នកនរគ្នាក៏ដូច្នោះដែរមិនខុសពីលោកីទេការអ្នកនរគ្នាបានធ្វើតាមបង្គាប់គ្រប់ចំពុកហើយនោះត្រូវរាប់ថាយើងជាបាវបម្រើឥតកម្រៃដល់ម្ចាស់ទេទោះបីយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះយើងត្រូវតែបំពេញកិច្ចការណាដែលយើងត្រូវធ្វើហេព្រើរដូចគ្នាបញ្ជាក់ច្បាស់ថាចូលស្ដាប់តាមមកចោះចូលនឹងពួកអ្នកដែលនាំមុខអ្នកនរគ្នាចោះដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងរបស់អ្នកគ្នាដោយអំណរហេតុអីបើយើងមិនបានចោះចូលយើងនឹងស្រែកធ្ងោយើងនឹងអត់ប្រយោជន៍យើងនឹងខាតបង់គ្មានអ្នកគេថែរក្សាយើងនោះគឺជាយោជន៍ទី1ត្រឡប់មកសំណួរយើងវិញបើសិនជាខ្ញុំសួរបងប្អូននៅវេលាព្រឹកនេះតើអ្វីដែលបងប្អូនធ្វើប្រចាំថ្ងៃនេះបងប្អូនព្យាយាមធ្វើយ៉ាងល្អនេះសម្រាប់អ្នកដទៃឲ្យមើលឃើញថាបងប្អូនល្អឬក៏បងប្អូនធ្វើដើម្បីឲ្យព្រះស្របតាមមហាតីទ្រង់កុំរស់នៅដើម្បីតែតាក់ទាញដល់មនុស្សល្អដែលបងប្អូនប្រឹងធ្វើកិច្ចការណាមួយ
នៅកន្លែងធ្វើការគ្រួសារសហគមន៍ល្អប៉ុន្តែល្អជាងនឹងទៀតរស់នៅដើម្បីគោរពប្រតិបត្តិដល់ព្រះគ្មានណាគេកត់សម្គាល់គ្មានណាគេសរសើរគ្មានណាគេមើលឃើញអត់អីព្រះពីកូឡូចំពុក3ខ23ថាម៉េចបាទព្រះពីកូឡូចំពុក3ខទី23ហើយការអ្វីដែលត្រូវធ្វើក៏ដោយចូលធ្វើឲ្យអស់អំពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះម្ចាស់មិនមែនដល់មនុស្សទេព្រះច្បាស់ទោះជាយោទី1ជាកិច្ចការរបស់ពួកលោកីធ្វើដែរក៏ដោយប៉ុន្តែយើងត្រូវតែបំពេញវាយ៉ាងត្រឹមត្រូវចាត់ទុកថាយើងធ្វើវាថ្វាយដល់ព្រះរបស់យើងម្ដងទៀតបងប្អូនបានធ្វើបងប្អូននឹងគ្មានថ្ងៃស្រែកធ្ងោបងប្អូននឹងមានប្រយោជន៍បងប្អូននឹងមានការថែរក្សាហើយបងប្អូននឹងទទួលបានការសប្បាយពីព្រះនេះជាយោទី1យោទី2តើអ្វីជាយោទី2ជាក់ស្ដែងយោទី2ជាផ្លូវនៃប្រគុណពេលដែលបងប្អូនអាចទៅដល់យោទី2បានមិនមែនដោយសារតែបងប្អូនធ្វើបានល្អដល់យោទី1ទេប៉ុន្តែដោយសារតែប្រគុណរបស់ព្រះអនុញ្ញាតឲ្យបងប្អូនចូលរួមនៅក្នុងយោទី2ហើយបើសិនជាបងប្អូនសម្រេចចិត្តធ្វើយ៉ាងល្អនៅយោទី2មានន័យថាបងប្អូនមិនបានប្រឹងដោយសមត្ថភាពខ្លួនឯងដែរគឺដោយសារតែព្រះជាក់ស្ដែងយោនៃប្រគុណដែលហួសពីតម្រូវការជាក់ស្ដែងជីវិតប្រចាំថ្ងៃគឺមានតម្រូវការដែលយើងត្រូវធ្វើយើងត្រូវធ្វើអីយើងគួរធ្វើអីព្រលឹមយ៉ាងយើងគួរធ្វើអីប៉ុន្តែបើសិនយើងមើលម្ដងទៀតនៅក្នុងព្រះគម្ពីរម៉ាថាយនេះម៉ាថាយចំពុក5:41ថាម៉េចបើអ្នកណាបង្ខំដំបូងបង្ខំឲ្យអ្នកទៅអស់មួយយោជន៍នោះចូលទៅជាមួយនឹងគេដល់2យោជន៍ផងដំបូងគេបង្ខំប៉ុន្តែគាត់អាចធ្វើដល់យោជន៍ទី2តែប្រគុណដែលហួសពីតម្រូវការបើសិនជាបងប្អូនគិតថាអ្វីដែលបងប្អូនធ្វើប្រចាំថ្ងៃនេះវាលើសពីអ្វីដែលគេត្រូវការបងប្អូននៅក្នុងយោជន៍ទី2នៅហ្វីលីពីនអាចខុសទៀតពេលខ្ញុំនៅវឹកហាត់គេថាងើបម៉ោង4យើងងើបម៉ោង3កន្លះខុសទៀតតែមិនខុសម៉ោងចឹងពេលយើងភាសានេះចុះឡើងអត់អីទេឲ្យតែយើងហ៊ានទៅហួសយើងធ្វើលើសពីតម្រូវការចឹងយោជន៍នៃប្រគុណហើយជាយោជន៍នៃប្រគុណដែលឈ្នះសេចក្តីអាក្រក់ពេលបងប្អូនចូលដល់យោជន៍ទី2បងប្អូនលែងអង្គុយគិតអំពីបញ្ហារបស់មនុស្សទៀតហើយបងប្អូនលែងអង្គុយខ្វល់ថាគេនឹងធ្វើអំពើអាក្រក់ណាដល់បងប្អូនទៀតហើយព្រោះបងប្អូននៅយោជាមួយព្រះការពារបងប្អូនព្រះវាយជំនួសបងប្អូនលែងខ្វល់តអូននេះគិតអាក្រក់ពីខ្ញុំនឹងព្យាយាមឈ្នះនេះគ្រួសារខ្ញុំបងប្អូនលែងគិតទៀតហើយពីព្រោះបងប្អូននៅយោជន៍ទី2ប៉ុន្តែបើសិននៅយោជន៍យើងគិតថាយើងនៅយោជន៍ទី2ប៉ុន្តែយើងឲ្យពាក្យសម្ដីរបស់គេមកធ្វើយើងឈឺចាប់ជាភាសាថ្ងៃអាទិត្យមានន័យថាយើងកំពុងតែនៅយោជន៍ទី1នៅឡើយចឹងយោជន៍ទី2គឺជាយោជន៍នៃប្រគុណដែលអាចឈ្នះនឹងសេចក្តីអាក្រក់រ៉ូមចំពោះ12មិនយើងរៀននៅក្នុងព្រះគម្ពីររ៉ូមសិនស្គូលយើងក្នុងរ៉ូមចំពោះ12ខ21តាមម៉េចកុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយធ្វើម៉េចដើម្បីឈ្នះសេចក្តីអាក្រក់បានត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ដោយសារសេចក្តីល្អវិញចឹងពេលដែលបងប្អូនធ្វើសេចក្តីល្អតបទៅកាន់សេចក្តីអាក្រក់បងប្អូននៅក្នុងយោជន៍ទី2ពីព្រោះបងប្អូនអត់ខ្វល់ទេបងប្អូនដឹងថាអ្វីខ្ញុំធ្វើនេះគឺខ្ញុំធ្វើកប់តាមមហាទិព្រះជារឿងដែលល្អជារឿងដែលត្រឹមត្រូវអ្នកផ្សេងទៀតគឺរឿងរបស់គាត់ព្រះជាអ្នកដែលដោះស្រាយយោជន៍នៃប្រគុណដែលឲ្យអ្នកដែលមិនសមបានធម្មតាពាក្យថាប្រគុណគឺជាអ្វីដែលយើងទទួលបានហើយយើងអត់ស័ក្តិសមនឹងទទួលបានទេប៉ុន្តែសួរថាយើងខ្លួនឯងនេះតែយើងព្រមឲ្យអ្វីដែលគេមិនសមបានអត់អានេះយើងអាចសួរចឹងព្រះគម្ពីររ៉ូមចំពោះ12ខ20តាមម៉េចដូច្នេះបើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាននោះចូលឲ្យគេបរិភពចុះបើគេស្រែកចូលឲ្យផឹកទៅបើប្រព្រឹត្តដូច្នោះនោះដូចជាអ្នកបានប្រមូលរងើកភ្លើងដាក់លើក្បាលគេវិញខ្មាំងសត្រូវរបស់យើងធម្មតារបៀបដែលយើងតបទៅកាន់បុគ្គលដែលស្អប់យើងគឺខ្លាំងប៉ុន្តែបើសិនជាបងប្អូនធ្វើអញ្ចឹងមានន័យថាបងប្អូនគ្រាន់តែនៅក្នុងយោជន៍ទី1តែប៉ុណ្្នឹងបងប្អូនអត់បានដល់យោជន៍ទី2ហើយម្ដងទៀតយោជន៍ទី2គឺជាយោជន៍នៃរង្វាន់ជាយោជន៍នៃប្រគុណបងប្អូនអត់ទាន់រៀនប្រើព្រះគុណដែលបងប្អូនមាននេះទៅដល់អ្នកដទៃព្រះគុណនេះត្រូវតែរៀនអនុវត្តវាជាក់ស្ដែង
យើងអត់បានយើងបានភ្លេចហើយខ្មាំងធ្វើបើសិនជាយើងចង់ឲ្យគេបរិភោគតើយើងភ្លេចថាគេនឹងបានធ្វើឲ្យដាក់យើងខ្លះបើយើងចង់ឲ្យគេផឹកទឹកយើងភ្លេចហើយថាគេបានឈ្នះនេះយើងប៉ុណ្ណាយើងភ្លេចណាគេនិយាយដើមយើងណាគេឈ្នះនេះយើងបានភ្លេចទៅហើយពីព្រោះយើងនៅក្នុងយោទី2យោទី2គឺជាកន្លែងតែមួយគត់ដែលអំណាចនៃប្រគុណអាចលេចឡើងបានបើសិនជាបងប្អូនចង់ឲ្យគេស្គាល់ប្រគុណនៃព្រះតលតែបងប្អូនទៅដល់យោទី2ពីព្រោះយោទី1គ្រាន់តែធ្វើដើម្បីគប់ចិត្តចវាយធ្វើដើម្បីជាកតបកិច្ចប្រចាំថ្ងៃរបស់យើងប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យគេស្គាល់អំពីប្រគុណរបស់ព្រះចង់ឲ្យគេស្គាល់អំពីការអត់ទោសរបស់ព្រះតើបងប្អូននៅក្នុងយោទី2បងប្អូនលេងខ្វល់ហើយគេគិតបែបណាគេយល់បែបណាបងប្អូនអត់ខ្វល់សំខាន់បងប្អូនត្រូវជាមួយព្រះផ្សេងទៀតឲ្យព្រះបើគេឃ្លានឲ្យគេញ៉ាំបើគេស្រែកបើយើងមានយើងឲ្យគេខោអាវបើយើងអាចនឹងចែករំលែកបានយើងចែករំលែកបងប្អូនគិតមើលនោះគឺជាយោទី2ម្ដងទៀតមានពេលវេលាជាច្រើនដងដែលយើងខ្ញុំគិតថាយើងល្អហើយប៉ុន្តែការពិតយើងនៅក្នុងយោទី1នៅឡើយហើយបើសិនជាយើងអត់ដែលអាចដល់យោទី2ចឹងហើយទើបយើងបាត់បង់រង្វាន់ដែលព្រះអង្គបានរៀបចំម្ដងទៀតខ្ញុំអត់ខ្វល់ទេឡានម៉ូតូបងប្អូនជិះណាខ្វល់ទេប្រហែលជាពេលខ្លះអានឹងមិនជារង្វាន់ដែលព្រះឲ្យបងប្អូនទេរង្វាន់ដែលព្រះបានឲ្យគឺជារង្វាន់ដែលលោកីនេះមិនអាចឲ្យបានខ្ញុំធ្លាប់ចាំខ្ញុំធ្លាប់និយាយហើយកាលមួយខ្ញុំបម្រើព្រះមនុស្សទាំងអស់គ្នាបានទៅដើរលេងអត់តែខ្ញុំម្នាក់ជើមានគេមកសួរខ្ញុំអង្គុយយ៉ារិនសេតអត់សេតអីខ្ញុំលេងបាល់បោះសេតអីព្រោះគេទៅដើរលេងអត់លេងហ្មងគេបានលុយម្នាក់100ឡាចាយទៀតគេនេះអត់បានលុយហើយអត់បានដើរលេងទៀតហើយបម្រើព្រះដូចគេហើយមិនសប្បាយចិត្តចឹងខ្ញុំមិនបានបាត់រង្វាន់ខ្ញុំទេពីព្រោះគោលដៅរបស់ខ្ញុំរង្វាន់របស់ខ្ញុំដឹងថាលោកនេះមិនអាចឲ្យបានទេបងនេះជាអ្វីដែលយោទី2គិតជាយោយើងធ្វើលើសពីអ្វីដែលមនុស្សយើងចង់បានយោទី2ជាកន្លែងដែលកាតព្វកិច្ចបានបញ្ចប់ហើយសេចក្តីស្រឡាញ់ពិតប្រាកដបានចាប់ដើមបើសិនយើងទៅដល់យោទី2យើងឈប់គិតហើយថាវាជាសេចក្តីត្រូវការបើយើងថាថ្វាយបង្គំម៉ោង9ហើយយើងមកម៉ោង9នោះជាយោទី1តែបើយើងអាចមកម៉ោង8កន្លះគឺយើងមកដល់យោទី2ហើយគ្មានណាគេម្នាក់គ្មានអំណាចរក្សាតាំងណាបញ្ឈប់បងប្អូនទៀតបានទេតែបងប្អូនបានឈានជើងដល់យោទី2ហើយជាក់ស្ដែងវាជាកន្លែងដែលយើងអាចឲ្យពោដល់អ្នកណាដែលបានដាក់បណ្ដាសាយើងហើយបំរើដល់អ្នកណាដែលគាត់មិនស័ក្តិសមឲ្យយើងបំរើហើយអត់ទោសអំពើបាបដល់អស់អ្នកដែលគាត់មិនស័ក្តិសមនឹងទទួលបានការអត់ទោសព្រះយេស៊ូវគ្រីស្ទទ្រង់បានដើរចម្ងាយដល់យោទី2សម្រាប់យើងសូមខ្ញុំនិយាយម្ដងទៀតព្រះយេស៊ូវគ្រីស្ទបានដើរចម្ងាយដល់យោទី2សម្រាប់យើងទ្រង់មិនគ្រាន់តែលីឈើឆ្កាងប៉ុណ្ណោះទេទ្រង់បានប្រទានជីវិតរបស់ទ្រង់នៅលើឈើឆ្កាងទ្រង់បានទទួលហួសពីការឈឺចាប់ហួសពីសេចក្តីអាម៉ាស់ហួសពីសេចក្តីស្លាប់ដោយសារទ្រង់ស្រឡាញ់យើងទាំងយើងអត់ស័ក្តិសមនឹងទទួលនោះជាយោទី2ទីហ៊ានរ៉ូម៉ាំងអត់ខ្វល់តែបងប្អូនពាក់អាវស្អាតបានខ្ញុំទៅស៊ីការគេអូលីអាវ៉ាន់ខ្ញុំយើងលីហើយយើងដើរធម្មតាអ្នកលីអាវ៉ាន់យើងដើរទៅលឿនហើយព្រោះវាធ្ងន់លីទៅដល់មកយោជតែហ៊ាននឹងមើលក្រោមផ្លែតមើលលើវាដើរទៅទៀតអេហួយទៅធ្វើងើតែខ្លួនឯងកៅស្អាតបាត់បាច់ញូនជុកទៅធ្វើបងអើយដល់ទីដាក់ចុះទៅហ៊ានរំសួរដល់ពេលដំបូងវាឯងលីឲ្យបានអញដល់ឥឡូវសួរមកបងហើយលីតាមមកយោទៅមិនដល់2យោជគាត់ថាអត់អីទេខ្ញុំគិតថាបើធ្វើអញ្ចឹងវាជួយសម្រាប់កាន់តែមុតល្អជាងមុនបើឯងកាន់តែបានស្រាលអញ្ចឹងទៅហ៊ានសួរថាហេតុអីទៅគេ
ឲ្យតែធ្វើតែប៉ុណ្ណឹងតែធ្វើច្រើនជាងមុនហេតុអីដោយសារតែខ្ញុំមានព្រះយេស៊ូវគ្រីស្ទខ្ញុំយល់ថាជួយសម្រាលទុកដល់អ្នកដទៃវាស្រួលបងប្អូនយើងយល់ពេលដែលយើងអង្គុយចំណាយពេលវេលាស្ដាប់អ្នកផ្សេងទៀតនិយាយអំពីបញ្ហារបស់គេយើងយល់ព្រោះយើងដឹងថាពេលដែលយើងមានបញ្ហាអត់មានអ្នកគេអង្គុយស្ដាប់យើងពិបាកអត់មានច្បល់អត់មានអ្នកជួយពិបាកពេលសមាជិកយើងនៅពេទ្យខ្វះលុយខ្វះអ្នកសួរទុកយើងឃើញគ្រូយើងឃើញបងប្អូនយើងទៅហើយយើងទៅយើងដឹងយើងធ្លាប់មានបបប្រសើរថាវាលំបាកយ៉ាងណានោះជាយោជទី2លូកា 6:31 បងប្អូនមើលប្រាប់ពីលូកាចំពោះ 6:31 ថាម៉េចដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណានោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរបើចង់គេជួយយើងចាប់ផ្ដើមជួយគេសិនខ្ញុំចង់ផឹកកាហ្វេអាទិត្យឥឡូវខ្ញុំដាក់កាហ្វេមុនគេទៅក្រោយបានកាហ្វេផឹកទៀតអេមែនបើយើងចង់បានបែបណាយើងធ្វើបែបនោះប្រពន្ធចង់ឲ្យប្តីស្រឡាញ់កុំចាំគាត់ស្រឡាញ់គាត់មុនប្តីដូចគ្នាចាប់ដើមស្រឡាញ់ប្រពន្ធមុនបើយើងចង់បានបែបណាយើងធ្វើបែបនោះណាត់គ្រូមកវិលយើងផឹកកាហ្វេយើងចង់បានបែបហ្នឹងមកវិញថ្ងៃក្រោយគ្រូយើងតែឲ្យយើងមកញ៉ាំផឹកកាហ្វេបើយើងអត់ដែរធ្វើដាក់គ្រូយើងផងគឺយើងបានអីមកវិញដូចគ្នាបងប្អូនដែលមានបញ្ហាផ្សេងកុំចាំគេបើយើងចង់បានបែបណាយើងធ្វើបែបនោះពីព្រោះមនុស្សនឹងយកទី2មិនមែនកូនក្មេងទៀតទេអេពីសូតចំពុក5ខ2ថាម៉េចដើរក្នុងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើងព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផងទុកជាដង្វាយហើយជាយ៉ាញ់បូជាសម្រាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះបើសិនជាបងប្អូនដើរនៅយោជទី2មានថាបងប្អូនដើរក្នុងក្តីស្រឡាញ់ហើយបងប្អូនមិនអាចមានស្អីស្រឡាញ់សម្រាប់អ្នកដទៃជាក់ស្ដែងបងប្អូនគ្រាន់តែនៅក្នុងយោជទី1បងប្អូនធ្វើដោយសារតែបងប្អូនមានអារម្មណ៍ថាចង់ធ្វើនោះជាមនុស្សដែលយើងយោជទី1គ្រាន់តែធ្វើដើម្បីព្រោះមានអារម្មណ៍ថាចង់ធ្វើពេលបាត់អារម្មណ៍ហ្នឹងទៅលែងចង់ធ្វើបើសិនជាយើងអាចងើបពីដេករៀងរាល់ថ្ងៃអធិដ្ឋាននៃអានព្រះគម្ពីររៀងរាល់ពេលមិនមានគេប្រាប់យើងនៅយោជទី2ហើយតែបើយើងគិតថាយើងសុបាយជាពិសេសថ្ងៃអាទិត្យចេះស្ដាប់5ទូហើយទៅវិញងើបម៉ោង4នោះអានកាពីថ្ងៃគៀស្តេអាស្រ័យយើងនៅយោជទី1អញ្ចឹងសំណួរទី2ដែលខ្ញុំចង់សួរបងប្អូនតើអ្វីដែលកំពុងតែទប់បងប្អូននៅក្នុងយោជទី1មិនឲ្យឈានចូលជើងដល់យោជទី2ជាមោទនភាពឬបងប្អូនភ័យខ្លាចឬក៏បងប្អូនមានអារម្មណ៍ថាឈឺចាប់ការពីអតីតកាលដែលថាខ្ញុំមិនអាចចូលដល់យោជទី2បានទេបងប្អូននាំការឈឺចាប់ទាំងអស់ថ្វាយដល់ព្រះយេស៊ូវគ្រីស្ទប្រហែលជាសមាជិកដូចគ្នាគ្រូអ្នកផ្សេងទៀតមិនអាចផ្ដល់កម្លាំងបងប្អូនបានទេពេលខ្លះទៅចាំទ្រង់នឹងផ្ដល់កម្លាំងឲ្យបងប្អូនចាប់ផ្ដើមជាថ្មីម្ដងទៀតទម្លាក់វាចោលពេត្រុសខ្សែទី1ចំពុក5ខ7ពេត្រុសខ្សែទី1ចំពុក5ខ7ថាម៉េចហើយចូលផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ត្បិតទ្រង់តែងយកប្រតិយទុកដាក់នឹងអ្នករាល់គ្នាបងប្អូនតើគ្នាមូលហេតុពេលខ្លះយើងប្រហាជ័យដោយសារតែយើងផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់យើងទៅលើប្រពន្ធយើងទៅលើប្តីរបស់យើងទៅលើគ្រូរបស់យើងទៅលើមនុស្សដែលយើងគិតថាសំខាន់ប៉ុន្តែដល់ពេលគាត់មិនអាចជួយយើងបានយើងបរាជ័យដូច្នេះហើយទៅព្រះគម្ពីរបានផ្ដាំថាកូនផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយកុំបារម្ភអីទម្លាក់វាចោលហើយចូលមកដល់យោជទី2ចំណុចចុងក្រោយយោជទី2ជាផ្លូវនាំមកដោយរូបអង្គព្រះគ្រីស្ទបើសិនជាបងប្អូនសម្រាប់ចិត្តឈានជើងមានសេចក្តីប្រាថ្នាដើរនៅក្នុងយោជទី2ហើយមានថាបងប្អូនគឺកំពុងតែចង់ដូចជាព្រះយេស៊ូវគ្រីស្ទពីព្រោះព្រះយេស៊ូវគ្រីស្ទទុកជាគំរូដល់យើងខ្ញុំនៅក្នុងយោជទី2អញ្ចឹងយោជទី2គឺជាការដើរតាមព្រះគ្រីស្ទបងប្អូនចង់ដើរតាមទ្រង់ហើយបងប្អូនចង់ដូចជាលោកីគ្រាន់តែងើបពីដេកតែធ្វើការបំពេញការងារល្អដល់ខែផឹកអត់ប្រាក់ខែស្លាប់ទៅឋានសួគ៌បងប្អូនចង់អញ្ចឹងទេបើសិនជាបងប្អូនមានបំណងប្រាថ្នាដើរយោជទី2បងប្អូនគិតថាជីវិតគឺលើសពីហ្នឹង
មានរឿងច្រើនទេដែលខ្ញុំត្រូវធ្វើយើងមើលពេត្រុសខ្សែទី1ចំពុក2ខ21ពេត្រុសខ្សែទី1ចំពុក2ខ21ថាត្បិតត្រង់បានហៅអ្នករាល់គ្នានេះអ្នកជឿព្រះទាំងអស់អូខេអ្នករាល់គ្នាមកឯសេចក្តីនោះឯងអីគេពីព្រោះព្រះគ្រីស្ទបានរុកទុកជំនួសយើងរាល់គ្នាទាំងទុកតម្រាប់ឲ្យយើងគ្នាដើរតាមលំអានដាននៃទ្រង់លំអានដាននេះគឺជាស្នាមជើងដែលទ្រង់បានដើរមានតែដើរឲ្យបានមិនជាតែទៅផ្លូវហ្នឹងឯងគឺដើរតាមឲ្យត្រូវស្នាមហ្នឹងលំដានអានលំអានដានគឺដើរតាមឲ្យត្រូវនឹងអ្វីដែលទ្រង់បានដើរទ្រង់បានដើរទៅដល់យោទី2ទ្រង់ទុកឲ្យយើងទាំងអស់គ្នាជាគំរូតែធ្វើយ៉ាងណាដើរឲ្យដូចយោទី2ដើរទៅតាមអ្វីដែលព្រះគ្រីស្ទបានធ្វើខ្ញុំមានបទពិសោធន៍កាលខ្ញុំអាយុប៉ុណ្ណាអូនឡែបតាខ្ញុំឲ្យខ្ញុំដើរជាមួយគាត់ខ្ញុំអត់មានស្បែកជើងពាក់គាត់ថាដើរមកខំសប្បាយចិត្តស្មាដើរទៅផ្សារដើរកាត់ព្រៃដើរធ្លាក់ចូលធំដងបាត់គាត់បាត់យំដើបើស្អាសិតយំទូចប៉ុណ្ណឹងឲ្យតាខ្ញុំធ្វើបាបប៉ុន្តែតាខ្ញុំផ្ដាំថាដើរលឿនមើលស្នាមជើងខ្ញុំដើរតាមស្នាមជើងលោតពេលខ្លះបញ្ជាណាហេស្នាមជើងចូលផុកទៅរហូតដល់ពេលខ្ញុំដល់ផ្លូវធំទៅឃើញតាសម្ោតាមទៅរត់បងប្អូនដល់រាប់ណាស់ដែលយើងដើរតាមស្នាមហ្នឹងយើងនឹងទៅដល់អ្វីដែលបានព្រៀងទុកព្រះបានបន្សល់លំអានដានដល់យើងខ្ញុំស្នាមជើងហ្នឹងយើងដើរទៅតាមស្នាមហ្នឹងនៅយោទី2ប្រហែលជាពិបាកពីព្រោះយើងខ្ញុំទៅបានសង្គ្រោះពេលដែលយើងមានបាបប៉ុន្តែដរាបណាដែលយើងដើរតាមស្នាមរបស់ទ្រង់យើងនឹងទៅដល់យោដែលគិតតាមព្រះគ្រីស្ទព្រះគម្ពីរផេលីបចំពុក2ខ5ថាម៉េចត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញពាក្យថាត្រូវតែមានន័យថាមិនអាចលើកលែងបងប្អូនមិនអាចថាអូខ្ញុំប្រហែលទេគឺត្រូវតែធ្វើបើសិនជាបងប្អូននៅក្នុងយោទី2បងប្អូនគិតរបៀបព្រះយេស៊ូវគ្រីស្ទតើអ្វីជាការគិតរបៀបទ្រង់ការដែលចាប់ផ្ដើមហើយបញ្ចប់ជាមួយព្រះយេស៊ូវគ្រីស្ទពេលដែលបងប្អូនចាប់ផ្ដើមដោយរបៀបណាចាំយើងចាប់ផ្ដើមដោយសារតែព្រះគុណចាំចឹងយើងអាចទៅដល់យោទី2បានខុសពីអ្នកលោកីដោយសារយើងខ្ញុំមានព្រះគុណហើយយើងអាចដើរទៅមុខទៀតបានដោយសារតែព្រះគុណហើយបងប្អូននឹងអាចបញ្ចប់ជាមួយព្រះយេស៊ូវគ្រីស្ទបងប្អូននឹងបញ្ចប់ទោះជាលំបាកគេវាយដូចជាសាវកពលគេចាប់ដាក់គុកគេសម្លាប់ចោលប៉ុន្តែនៅតែបញ្ចប់ជាមួយព្រះយេស៊ូវគ្រីស្ទដោយព្រះគុណចឹងយើងរកគ្នាអាចដូចគ្នាអាចចាប់ផ្ដើមហើយបញ្ចប់ជាមួយព្រះហេព្រើរចំពុក12ខ2បញ្ជាក់ច្បាស់ព្រះគម្ពីរហេព្រើរចំពុកទី12ខ2ថាទាំងរំពឹងមើលព្រះយេស៊ូវដ៏ជាមេផ្ដើមហើយជាមេសម្រេចមេផ្ដើមមេសម្រេចសេចក្តីជំនឿរបស់យើងតែទ្រង់បានរងទ្រាំនៅលើឈើឆ្កាងទាំងមើងងាយចំពោះសេចក្តីអាខ្មៅនោះផងឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះទទួលបានសេចក្តីអំណរណាបើសិនជាយើងទទួលបានសេចក្តីខ្មាស់អត់អីពីព្រោះការចាប់ផ្ដើមរបស់ព្រះយេស៊ូវគ្រីស្ទត្រូវគេបានមើងងាយដូចគ្នាប៉ុន្តែតម្រង់ទៅមុខទៀតទ្រង់ជាមេផ្ដើមជាអ្នកយើងបានចាប់ផ្ដើមហើយចាំយើងនឹងបញ្ចប់ជាមួយព្រះអង្គយើងអាចធ្វើបានប៉ុន្តែម្ដងទៀតមិនមែនដោយសមត្ថភាពយើងទេដោយសារព្រះគុណរបស់ព្រះសូមខ្ញុំបញ្ចប់ចេះនៅរដ្ឋនគិរីនៅរដ្ឋនគិរីមានបេសកជនម្នាក់ 5-10 ឆ្នាំមុនគាត់ចាប់ផ្ដើមពូជជំនុំដំបងបងប្អូនគាត់ទៅដល់នោះគាត់ធ្វើដំណើរពីភ្នំពេញ20ម៉ោងទៅដល់រដ្ឋនគិរី20ម៉ោងហើយគាត់ត្រូវដើរកាត់ភ្នំរាប់គីឡូល្មមទៅដល់ភូមិហ្នឹងហើយទៅដល់ភូមិហ្នឹងច្រើនដងគេស្ដីឲ្យគេស្ដោះទៅមាត់ឲ្យគេគប់គាត់ពេលខ្លះគេចង់សម្លាប់គាត់ទៀតមិនមែនរាប់គីឡូទៅកាន់កន្លែងដែលគេស្រឡាញ់គាត់ទេគឺទៅកាន់កន្លែងដែលគេស្អប់គាត់ទៀតដោយសារតែព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទហេតុអីវាជាយោទី2គ្មានអ្វីដែលបញ្ឈប់គាត់ការដែលគេស្អប់គេមើងងាយអត់អាចបញ្ឈប់គាត់បាន
ngày môi nó mê phùm cả cọt nó cái đá prey hay dây mày cọt lúc cừu lúc ê có mau tiết lúc anh cái nó sầm lấp ơi mau tại mấy phùm cọt mình trong ai bậc cô lưng slap bị bruk ăn nứt hay là cừu này nó cọt bàn chơi có thaខ្ញុំអាចមកបានអ្នកមកធ្វើបានដោយសារតែព្រះបានស្រឡាញ់ខ្ញុំជាមុនខ្ញុំមិនបានមកហ្នឹងដោយសារតែគេស្រឡាញ់ខ្ញុំទេជាក់ស្ដែងព្រះគម្ពីរបានប្រាប់ថាម៉េចទ្រង់បានស្រឡាញ់យើងជាមុនពេលដែលយើងនៅមានបាបនៅឡើយអញ្ចឹងកិច្ចការដែលមនុស្សនៅយោទី2ធ្វើគេធ្វើវាដោយសារតែមានក្តីស្រឡាញ់របស់ព្រះនៅក្នុងគាត់មិនមែនធ្វើចាំឲ្យគេស្រឡាញ់គាត់ទេឥឡូវនេះដោយសារតែគាត់មិនព្រមលះបង់គាត់បន្តនៅយោទី2របស់គាត់ឥឡូវនេះគេមានពួកជំនុំមួយដែលជាពួកជំនុំបាប់ទីធំជាងគេនៅរដ្ឋនគរីមានសមាជិក30-40នាក់អ្នកខ្លះទៀតជាមេធ្មប់ខ្លះជាសមាជិកដែរជាពួកមន្តអាគមមិនខ្លះជាសមាជិកដែរបងប្អូនដល់ខ្ញុំធ្វើទីបន្តដោយផ្ទាល់ដោយសារគាត់បានដើរយ៉ាងត្រឹមត្រូវនៅយោទី2របស់គាត់គោលដៅនៅយោទី2គេអត់ខ្វល់អំពីមុខដ្ឋានជំនឿខ្លួនទេគេខ្វល់អំពីការដើរតាមប្រក្រតីការគិតដូចជាព្រះចាប់ផ្ដើមជាមួយព្រះអង្គបញ្ចប់ជាមួយព្រះអង្គខ្ញុំសង្ឃឹមបងប្អូនយល់ពីចំណុចនេះចាំថាព្រះគម្ពីររ៉ូម 5:8 ថាតែព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់ដល់ទ្រង់របស់ទ្រង់ដល់យើងរាល់គ្នាគឺច្បាស់ដោយព្រះគ្រីស្ទបានសគត់ជំនួសយើងរាល់គ្នាក្នុងការដែលយើងនៅមានបាបនៅឡើយទ្រង់បានស្រឡាញ់យើងទ្រង់បានសគត់សម្រាប់យើងក្នុងពេលដែលយើងមានបាបដូចគ្នាអ្វីដែលយើងធ្វើនេះយើងបានមិនបានរំពឹងទុកថាគេនឹងស្រឡាញ់យើងគេនឹងពេញចិត្តអត់ទេពីព្រោះយើងបានដើរនៅក្នុងផ្លូវយើងចង់មានអំណងប្រាថ្នាដើរតាមព្រះគ្រីស្ទគិតដូចជាទ្រង់ចាប់ដើមជីវិតនេះដើរជីវិតគ្រីស្ទាននេះជាមួយទ្រង់ចុះខ្ញុំសួរសំណួរបងប្អូនម្ដងទៀតរាល់ថ្ងៃជីវិតបងប្អូនដូចជាព្រះគ្រីស្ទឬដូចជាលោកីសូមយកព្រះគ្រីស្ទជាគំរូរាល់ថ្ងៃកុំឲ្យតែថ្ងៃអាទិត្យគិតដូចជាទ្រង់និយាយដូចជាទ្រង់ស្រឡាញ់ដូចជាទ្រង់ព្រះពីយ៉ូហានចំពុក 3:30 ថាម៉េចត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើងហើយខ្ញុំត្រូវថយវិញចុះអ្វីយើងធ្វើឲ្យមានព្រះអង្គច្រើនជាងយើងបងប្អូនទាំងគ្នាបើសិនជាយើងគេថាអូខ្ញុំចង់ធ្វើតាមចិត្តខ្ញុំយើងមកពហិទេយើងចង់ឲ្យព្រះអង្គចម្រើនឡើងនៅក្នុងជីវិតរបស់យើងព្យាយាមនៅក្នុងយោគទី2យើងព្យាយាមនិយាយយើងព្យាយាមធ្វើដើម្បីព្រះអង្គនៅក្នុងយើងបានចម្រើនឡើងពីព្រោះពេលដែលព្រះអង្គចម្រើនឡើងព្រះនាមព្រះអង្គនឹងបានសរសើរដំកើងឡើងនេះជាគោលបំណងរបស់យើងក្នុងនាមតែបានសង្គ្រោះខ្ញុំជឿជាក់ថាក្នុងចំណោមយើងនេះមានអ្នកជឿព្រះច្រើនហើយប្រហែលជាមានការរំលឹកខ្លះពីសេចក្តីសង្គ្រោះបងប្អូនស្ដាប់ដល់យកចិត្តទុកដាក់ថាព្រះគ្រីស្ទមិនទ្រង់សង្គ្រោះយើងមិនមែនគ្រាន់តែលីឈឺឆ្កាងទេគេមិនមែនគ្រាន់តែគេស្ដីឲ្យស្ដោះទៅមាត់ឈឺចាប់ប៉ុណ្ណឹងអត់ទេទ្រង់សង្គ្រោះយើងដោយដើរគ្រប់ទាំងផ្លូវតម្រង់ទៅកាន់ទី1ដែលទ្រង់បានរៀបចំទុករងទុកបង្ហូរព្រះលិហិតសគត់រੂឡើងវិញនោះជាយោគទី2ម្ដងទៀតបើគ្មានយោគទី2យើងគ្មានថ្ងៃបានសង្គ្រោះបើគ្មានយោគទី2យើងក៏អត់បានសង្គ្រោះអ្នកតើបានទទួលជឿព្រះឥឡូវនេះលោកគ្រូកសលកំពុងតែវឹកវើមករៀនគាត់ដោយសារគេដោយសារតែពួកយើងទៅផ្សារល្អនោះជាយោគទី2បើគ្មានយោគទី2មិនញោក៏គ្មានបានស្គាល់ព្រះបងថោក៏គ្មានបានស្គាល់ព្រះបងនេះក៏បានស្គាល់ព្រះបើគ្មានយោគទី2បើគ្មានអ្នកដែលបានដើរទៅយោគទី2គ្មានយើងគ្មានថ្ងៃអាទិត្យថ្វាយបង្គំព្រះនេះក៏ជឿព្រះល្មមមកឋានសួគ៌នោះជាយោគទី1កុំគិតដូចគេព្រះថាបើគេឲ្យទៅយោគទី1កុំទៅដំណឹងទៅយោគទី2ប្រហែលជាមានអ្នកស្ដាប់តាមអ៊ីនធឺណិតមនុស្សជាច្រើនកំពុងដើរតាមយោគទី1ពួកគេសប្បាយបងប្អូនគេព្យាយាមរស់នៅជីវិតល្អជួយធ្វើតាមសាសនាជួយអ្នកក្រីក្រខំធ្វើការដើម្បីគ្រួសារគេយ៉ាងល្អប៉ុន្តែមិនថាធ្វើល្អប៉ុន្មានទេកាន់សាសនាបានយូរប៉ុន្មានទេឬក៏បានលុយប្រមូលការងារនៅទទួលបានតំណែងខ្ពស់ប៉ុណ្ណាទេបងប្អូនមិនអាចទៅឋានសួគ៌បានទេ
អ្នកដែលសង្គ្រោះបងប្អូនបានគឺអ្នកដែលបានទៅដល់យកទី2មុនគេគឺព្រះយេស៊ូវគ្រីស្ទយើងត្រូវការព្រះអង្គគ្មានស្អីសង្គ្រោះណាដោយសារអ្នកទាសនៅក្រោមមេឃគ្មាននាមឈ្មោះណាបានប្រទានមកនៅលោកឲ្យយើងរកគ្នាបានសង្គ្រោះឡើយក្រៅពីនាមព្រះយេស៊ូវគ្រីស្ទមានតែទ្រង់បានទៅដល់យុគទី2សម្រាប់បងប្អូនអញ្ចឹងឥឡូវនេះព្រះយេស៊ូវគ្រីស្ទទ្រង់បានមានបន្ទូលទៅកាន់បងប្អូនដែលជឿព្រះកូនកុំឈប់នៅយុគទី1ទៅងើបឡើងទម្លាក់បន្ទុកនឹងចោលឈប់ខ្វល់ខ្វាយរង្វាន់និងផែនការផ្សេងៗគឺនៅយុគទី2រស់នៅឲ្យខុសប្លែកពីពូលោកីនេះលោកីនេះគេគ្រាន់តែចង់បានពេញឲ្យគេកតបកិច្ចគេល្អតែប៉ុណ្្នឹងហើយសម្រាប់អ្នកដែលអត់ជឿព្រះទោះជាបងប្អូនប្រឹងធ្វើតាមសាសនានឹងសាសនាណាក៏ដោយអស់ពេញមួយជីវិតបងប្អូនតែបើមានព្រះយេស៊ូវគ្រីស្ទបងប្អូនមិនអាចទៅឋានសួគ៌បានទេគេសូមងើបឈរឡើងយើងអាចថាមកចប់ជាមួយគ្នាសូមងើបឈរឡើងយើងអាចថាដល់គ្នាបងប្អូនអរគ្នាពេលយើងបិទភ្នែកយើងអធិដ្ឋានមុនពេលយើងអធិដ្ឋានសូមបញ្ជាក់គ្រូរបស់យើងមិនអាចទៅយកទី2សម្រាប់យើងបានទេយើងច្រឡំប្រហែលជាគាត់អាចអធិដ្ឋានឲ្យយើងបានប៉ុន្តែអ្នកដែលឈានជើងទៅដល់យកទី2គឺយើងគាត់មិនអាចបំរើព្រះសម្រាប់យើងបានទេគាត់មិនអាចស្មោះត្រង់ការដាក់នឹងវាយសម្រាប់យើងបានទេមានបលឹងមនុស្សជាច្រើនជាពិសេសបងប្អូនយើងមិត្តភក្តិយើងកំពុងសម្លឹងមើលយើងរាល់ថ្ងៃហើយបើយើងនៅតែបន្តដើរយកទី1ពួកគេគ្មានថ្ងៃបានសង្គ្រោះទេចាំសម្ដីរបស់ព្រះអង្គទៅជាព្រះអង្គម្ចាស់ឲ្យយើងកូនបើអ្នកណាឲ្យកូនទៅយកទី1ទៅយកទី2ផងពីព្រមមានមនុស្សជាច្រើនត្រូវការកូនមានប្រពន្ធជាច្រើនបានរៀបចំសម្រាប់កូនហើយជាពិសេសមានកិច្ចការជាច្រើនដែលកំពុងតែរងចាំកូន